នេះគឺជាកន្លែងមើលថ្ងៃលិចដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាតំបន់អង្គរនៅក្នុងរដូវក្តៅនេះហើយក៏ជាកន្លែងដែលមនុស្សភាគច្រើនមិនដែលរំលងទេនៅពេលដែលពួកគេមកលេងខេត្តសៀមរាបម្ដងនោះគឺការមើលថ្ងៃលិចនៅលើភ្នំបាខែងគិតចាប់ពីពេលឈានជើងឡើងលើភ្នំដំបូងភ្ញៀវទេសចរអាចគយគន់និងរីករាយជាមួយនឹងទេសភាពជាច្រើននៅតាមដងផ្លូវហើយធ្វើដំណើរបានប្រមាណជាង50ម៉ែត្រទៀតហើយអ្នកទាំងអស់គ្នានឹងអាចមើលឃើញពីប្រាសាទមួយតែប្រាសាទនឹងដែរគឺគេឲ្យឈ្មោះថាបាក់សីចាំក្រុងប្រាសាទនឹងដែរគឺមានរាងតូចច្រឡឹងដែលមានខឿន3ថ្នាក់ហើយសង់ឡើងរវាងសតវត្សទី10ស្ថិតនៅឯជើងភ្នំបាខែងគឺក្រោយពេលដែលប្រាសាទភ្នំបាខែងបានសង់រួចរាល់បន្តដំណើរបានមួយសន្ទុះទៀតនៅទៅខាងលិចទាំងអស់គ្នាគឺភ្ញៀវទេសចរនឹងបានមើលឃើញអាងទឹកដែលធំជាងគេបង្អស់នៅតំបន់អង្គរនោះគឺបារាយណ៍ទឹកថ្លាដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ1700ហិកតាមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនអាងទឹកនឹងក៏អាចផ្ទុកទឹកបានប្រហែល65លានម៉ែត្រគូបទៀតផងអស្ចារ្យខ្លាំងមែនតើបើយើងក្រឡេកមកមើលភ្ញៀវទេសចរវិញមានថាជាភ្ញៀវជាតិឬជាភ្ញៀវអន្តរជាតិទេនៅពេលដែលពួកគេបញ្ចប់ដំណើរនៅលើទឹកដីខេត្តសៀមរាបឬមួយក៏មុនពេលដែលរាត្រីកាលបានមកដល់នោះប្រាសាទភ្នំបាខែងគឺជាទីប្រជុំនៅភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃដើម្បីមើលថ្ងៃលិចនិងទេសភាពផ្សេងៗនៅតំបន់អង្គរស្ទើរតែទាំងមូលមួយវិញទៀតនៅពេលខាងមុខនេះដែរខេត្តសៀមរាបនឹងមានរៀបចំព្រឹត្តិការណ៍អង្គរសក្រាន្តដែលធំជាងពេលរាល់ឆ្នាំដូច្នេះហើយសម្រាប់បងប្អូននៅខេត្តសៀមរាបក្តីឬបងប្អូននៅខេត្តផ្សេងៗក្តីដែលមានបំណងចង់មកលេងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះគឺពុំគួររំលងនោះទេកន្លែងនៅមើលថ្ងៃលិចដែលស្អាតជាងគេនៅលើភ្នំបាខែងដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ចុងចាំជួបគ្នានៅវីដេអូក្រោយអរគុណ